សិក្សាពាក្យនយោបាយតើអ្វីជានយោបាយចក្រច័ន្ទសូមជម្រាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំនិស័យម្ដងទៀតពេលនេះមនុស្សល្អសង្គមល្អសូមជូនសិក្សាពាក្យនយោបាយតើអ្វីជានយោបាយចក្រច័ន្ទនយោបាយចក្រច័ន្ទជាប្រភេទនយោបាយមួយដែលគេរៀបចំឡើងដោយពហុមនោគមវិជ្ជាដើម្បីសម្រេចគោលដៅណាមួយរបស់អ្នកនយោបាយដូចជាការបង្កើតរដ្ឋាភិបាលឬចលនានយោបាយចម្រុះពណ៌តោះយើងមកពិចារណាអំពីតុល្យភាពសេដ្ឋកិច្ចបន្តិចបច្ចុប្បន្ននេះមហាអំណាចចិននិងមហាអំណាចអាមេរិកកំពុងតែមានសង្គ្រាមពាណិជ្ជកម្មនឹងគ្នាប៉ុន្តែកម្ពុជាយើងគឺទទួលយកការសហការពាណិជ្ជកម្មអន្តរជាតិជាមួយមហាអំណាចទាំងពីរដើម្បីរក្សាបានទំនាក់ទំនងរួមនិងសន្តិភាពរួមផងដែរព្រមទាំងរក្សាបាននៅដង្ហើមសេដ្ឋកិច្ចសម្រាប់កម្ពុជានិងប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរសូមអរគុណចំពោះការតាមដានស្ដាប់កុំភ្លេចចុច like និងចុច share